សូមស្វាគមន៍មកកាន់ច្បិចរឿងរ៉ាវសារជាថ្មីថ្ងៃនេះដែរច្បិចរឿងរ៉ាវសូមលើកយកនៅរឿងរ៉ាវដ៏កំពុងតែក្តៅគគុកមកជម្រាបជូនដល់ប្រិយមិត្តតាមដាននោះគឺរឿងបញ្ហាព្រំដែនសារព័ត៌មានថៃបានលើកឡើងថាស្ថានភាពតានតឹងនៅព្រំដែនថៃកម្ពុជាកើនឡើងក្រោយសម្ដេចហ៊ុនសែនប្រាប់ថានឹងមិនដកទាហានចេញពីតំបន់មុំបីប្រិយមិត្តជាទីមេត្រីស្ថានភាពនៅតំបន់ព្រំដែនថៃកម្ពុជាកំពុងមានភាពតានតឹងបន្ថែមបន្ទួចក្រោយពីសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសជាផ្លូវការតាមរយៈបណ្ដាញសង្គមថាកម្ពុជាមិនដកកងទ័ពចេញពីតំបន់ត្រីកោណមរកតឬឆុងបុកនោះឡើយទោះបីតែថៃមានការទាមទារដោយផ្លូវការឲ្យកងទ័ពកម្ពុជាមានការដកកម្លាំងចេញក៏ដោយក៏សម្ដេចហ៊ុនសែនបង្ហាញថាការដកទាហានគួរតែជាខាងភាគីថៃវិញដែលត្រូវដកកងកម្លាំងដោយគ្មានលក្ខខណ្ឌណាមួយសម្ដេចបានបញ្ជាក់បន្ថែមផងដែរថាប្រសិនបើមិនអាចដោះស្រាយតាមការចរចាយោបល់ចរចាបាននឹងលើកបញ្ហានេះដាក់ទៅតុលាការអន្តរជាតិជាអាជ្ញាកណ្ដោនៅក្នុងការសម្រេចដោយដែលប្រិយមិត្តបានជ្រាបស្រាប់ថាសម្ដេចហ៊ុនសែនបានអះអាងថាតំបន់នោះជាដែនដីរបស់កម្ពុជាដែលបានឆជើងកងទ័ពតាំងពីមុនឆ្នាំ2000ព្រមទាំងមានការបង្ហាញរូបថតជាភស្តុតាងថាសម្ដេចធ្លាប់ទៅបំពេញភារកិច្ចនៅទីនោះកាលពី15ឆ្នាំមុនជាក់ស្ដែងផ្ទាល់ជាមួយគ្នានោះដែរទោះបីភាគីថៃបានដាក់សំណើឲ្យកម្ពុជាដកកងទ័ពក៏ដោយក៏មិនទាន់មានប្រសាសន៍ឆ្លើយតបយ៉ាងផ្លូវការមកវិញនោះដែរប៉ុន្តែភាគីថៃបានបដូរព័ត៌មានថាការបិទច្រកព្រំដែនមិនទាន់ដល់ការអនុវត្តឡើយប៉ុន្តែអាជ្ញាធរផ្នែកសន្តិសុខបានបញ្ជាក់ថាវាជាផែនការត្រៀមសម្រាប់ជំហានបន្ទាប់បើស្ថានភាពកាន់តែធ្ងន់ធ្ងរអ្នកនាំពាក្យកងទ័ពថៃបានបញ្ជាក់ថាការបិទច្រកអាចអនុវត្តបានតែនៅពេលចាំបាច់ជាក់ស្ដែងដើម្បីការពារសន្តិសុខជាតិនិងសុវត្ថិភាពប្រជាជនតែប៉ុណ្ណោះបើទោះបីស្ថានភាពនៅតំបន់ព្រំដែនមិនទាន់មានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរយ៉ាងណាក្តីប៉ុន្តែព័ត៌មានអំពីការត្រៀមបិទច្រកនិងការជជែកវែកញែកយោបល់អំពីដែនអធិបតេយ្យបានធ្វើឲ្យការជួញដូរទំនិញនៅតំបន់ព្រំដែនមានការថយចុះមិនដូចពីមុនជាពិសេសសហគមន៍ពាណិជ្ជកម្មនិងសមាគមកសិករផ្លែឈើនៅភាគខាងកើតនៃប្រទេសថៃបានបង្ហាញការព្រួយបារម្ភថាប្រសិនបើមានការបិទច្រកពិតប្រាកដមែននោះនឹងប៉ះពាល់យ៉ាងខ្លាំងទៅលើផលិតផលពាណិជ្ជកម្មការធ្វើដំណើររបស់កម្មករនិងការប្រមូលផលកសិកម្មតាមរដូវសំខាន់ជាមិនខានមិនត្រឹមតែប៉ុណ្ណោះទន្ទឹមនឹងមានការលើកឡើងពីយុទ្ធនាការជាតិនិយមនៅកម្ពុជាដែលអំពាវនាវឲ្យប្រជាជនបញ្ឈប់ការប្រើប្រាស់ផលិតផលថៃដើម្បីងាកមកគាំទ្រផលិតផលជាតិរឿងនេះក៏ជាកង្វល់សម្រាប់ទំហំទីផ្សារទំនិញនាំចេញរបស់ថៃផងដែរស្របជាមួយគ្នានេះដែរសមាគមពាណិជ្ជកម្មថៃនៅតំបន់ព្រំដែនក៏បានស្នើឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាបឋមតាមតំបន់ដែលមានបញ្ហាស្ដែងនិងរក្សាការបើកច្រកព្រំដែនដែលជាច្រកសម្រាប់ការជួញដូរឲ្យនៅតែដំណើរការបានដូចធម្មតាដើម្បីជៀសវាងការបាត់បង់កម្លាំងពលកម្មនិងជះផលវិបាកលើវិស័យកសិកម្មនានាតើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះសូមខមមិនការយល់ឃើញរបស់ប្រិយមិត្តនៅខាងក្រោមច្បិចរឿងរ៉ាវរងចាំអានមតិយោបល់របស់ប្រិយមិត្តរាល់គ្នាសូមអរគុណសម្រាប់ការតាមដានវីដេអូនេះដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណសូមជម្រាបលា Spotlight shining lights